បាទសួស្តីបងប្អូនខ្ញុំមានវីដេអូថ្មីមួយទៀតហើយទាក់ទងតិចនិចក្នុងការកែរូបដែលមានមុខមុនបែបនេះម្សិលមិញខ្ញុំបានបង្ហាញបងប្អូនទាក់ទងនឹងការកែរូបដែលមានមុខខ្មោចអត់អុចណាឥឡូវមេរៀននេះគឺនិយាយពីមុខមុនម្ដងណាអញ្ចឹងបងប្អូនអាចតាមដានមើលទាំងអស់គ្នាបាទអញ្ចឹងពេលឃើញបែបនេះបងប្អូនចូល Windows ហើយឲ្យយក layer ណានេះ layer ណាដើម្បីយើងស្រួលធ្វើការណាតើតើមាន layer បានស្រួលអាចមើលរូបដឹងអូខេអញ្ចឹងដំបូងដៃបងប្អូនប្រើ tool មួយនេះពេលដែលឃើញរូបបែបហ្នឹងណាគឺប្រើ tool មួយនេះដែលមានឈ្មោះថាអានេះមើលឃើញណាHealing brush ណា Healing brush tool ណាយក tool ហ្នឹងគឺលុបបានទាំងអស់ណាមួយណាក៏បានដែរតែខ្ញុំប្រើទូទៅប្រើទី2បាទអូខេហ្នឹងណាហើយបងប្អូនអានេះយើងចុចឃ្នាបបិទមកឃ្នាបបិទឃ្នាបបើកដើម្បីប្រៀបរួម brush ណាអាទំហំ brush របស់យើងហ្នឹងហើយយើងមកស្ដាំមកយើងអាចមើលនេះទំហំទាញតាមនេះក៏បានដែរណាអញ្ចឹងបងប្អូនដើម្បីច្រឡំមកបងប្អូន copy នេះណាចុច Alt ឲ្យជាប់យើងចុចញីអញ្ចឹងមកហើយបងប្អូនអាចលុបបាននេះណាលុបតិចតិចណាអូខេតែកុំខ្លាំងពេកបងប្អូនអាចថយអីចឹងទៅណាតាមហ្នឹងហើយយើងលុបមកអាហ្នឹងយើងលុបមុខមុនសិនណាដែលមានស្នាមមុននៅលើមុខណាលុបឲ្យបាត់សិនមកហើយចាំយើងប្រើតិចនិចផ្សេងទៀតដើម្បីធ្វើឲ្យមុខហ្នឹងម៉ត់ឲ្យលងល្អអញ្ចឹងយើងលុបតិចតិចសិនបាទនេះយើងចុចនេះយើងចុច Alt ឲ្យជាប់ហើយយើងយកម៉ៅមកចុចចុចច្រឡងឡើងណាយើងញីជាអញ្ចឹងទៅហើយយើងយកមកដាក់ពីលើអញ្ចឹងណាអូខេយើងប្រើមួយណាប្រើ tool នេះក៏បាននេះមួយនេះបងប្អូនណានេះមួយនេះក៏បាននេះណា punch tool ហ្នឹងចុចហ្នឹងមកហើយបងប្អូននេះគូហុំយកមកថាមានចំណុចហ្នឹងយើងគូទៅមកទាញមកដាក់កន្លែងល្អមកនេះបាត់ហើយដូចគ្នាណាដូចគ្នាតែធ្វើអញ្ចឹងរៀងយឺតណាអញ្ចឹងខ្ញុំប្រើអាទី2នេះទៅណាយើងចុច Alt ក្បែរហ្នឹងមកហើយយើងអាចដាក់ក្បែរហ្នឹងបាននេះចុច Alt ហើយយើងចុចពីលើណាគឺវា clone ឲ្យស្អាតមកក្បែរហ្នឹងណាស្នាមមុននេះណាយើងធ្វើឲ្យលឿនក៏បានដែរអូខេអញ្ចឹងចិត្តអស់ហើយបាទអូខេតិចទៅបាត់ហើយបងប្អូនច្រឡងឡើងហ្នឹងចុច Alt ឲ្យជាប់ញីវាអញ្ចឹងមកវាបាត់ហើយហើយយើងគាត់អូសយកមកអូសស្កត់ពីលើទៅវាបាត់ហើយអាស្នាមមុនណាស្នាមប្រឡាក់មិនថាមុនស្នាមអីទៅគឺឲ្យតែមានស្នាមប្រឡាក់គឺវាបាត់ហើយអាហ្នឹងរបៀបលុបអញ្ចឹងឯងអូខេលុបស្នាមប្រឡាក់នៅលើមុខអូខេបងប្អូនគាត់ថាប៉ុណ្ណឹងបានអូខេលុបតិចទៅឲ្យវាជ្រះស្អាតតិចមកហើយចាំយើងធ្វើការបន្តទៀតនេះអូខេអញ្ចឹងគាត់ថាប៉ុណ្នេះបានណាលុបប៉ុណ្នេះអូខេនេះបងប្អូនណាអញ្ចឹងបងប្អូនចូលទៅតាមអាមេរិនមកសមិញដូចគ្នាអញ្ចឹងដំបូងដៃបងប្អូនចុច Control អក្សរ J ណា copy layer មួយទៀតឬក៏បងប្អូនទាញចុចជាប់layer background ហើយចុចមកដាក់នេះណាកន្លែងហ្នឹងបានដូចគ្នាតែជាទូទៅខ្ញុំបង្កើត shortcut Control អក្សរ J ណាអូខេ Control អក្សរ J រួចហើយបងប្អូនចូលទៅនេះ filter យកពាក្យថា other ហើយ high pass អាកន្លែងចំនួនកំណត់នេះអត់ទៀងបងប្អូនណាបងប្អូនអាចសេរីមើលទំហំជាក់ស្ដែងណាវាដែលបង្ហាញ preview នៅលើមុខណាយើងយកប៉ុណ្ណាណាប៉ុណ្នេះមើលអត់សូវឃើញយើងយកប៉ុណ្ណេះធ្វើម៉េចមុខឲ្យស្នាមមុខចេញមកគឺបែបហ្នឹងណាឥឡូវបងប្អូនយកប៉ុណ្នេះណាឃើញអញ្ចឹងរៀងប៉ុណ្ណឹងបានហើយអូខេតោះមកបងប្អូន copy មួយទៀតណា Control អក្សរ J ដូចគ្នាណាហើយយើងធ្វើនៅលើ layer នេះមួយឲ្យចប់សពគ្រប់សិនមកចូលទៅកន្លែង normal បងប្អូនយកពាក្យថាvivid ណា vivid line ណាថ្ងៃមុនខ្ញុំដូចនិយាយខុស white line តែមិន vivid line ណាអូខេយកមួយហ្នឹងមកបាទមួយនេះក៏បានណា linear line ហ្នឹងក៏បានដែរ linear ហ្នឹងក៏បានណាតែយកមួយនេះមកអូខេហ្នឹងតោះមកបងប្អូនម៉ៅស្ដាំនេះយក right click មកនៅលើ layer នេះlayer បន្ទាប់ហ្នឹងវាដាក់ថា background copy ហ្នឹងហើយបងប្អូនយកពាក្យថា convert to smart object ណាយកមួយនេះអូខេរួចហើយបងប្អូនចូលទៅ filter ម្ដងទៀតយកពាក្យថា Gaussian blur ហើយសុំទោស blur ហើយ Gaussian blur ណាអូខេ
នេះបងប្អូនឃើញទេម៉ត់ហ្នឹងបងប្អូនទាញយ៉ាងម៉េចធ្វើម៉េចឲ្យអាម៉ត់ហ្នឹងគឺនៅលើមុខគឺវាដាច់អស់ស្នាមមុនស្នាមអីមើលលែងឃើញណាគឺម៉ត់អញ្ចឹងណាអូខេបន្ទាប់ពីបងកុំម៉ត់ពេកបងប្អូនណាកុំម៉ត់ពេកវាទៅជានេះឲ្យបងប្អូនគិតថានេះមកប៉ុណ្ណេះវាស្អាតមកម៉ត់ទាញតិចតិចមកប៉ុណ្ណេះប៉ុណ្ណេះអូខេឃើញទេគាត់ថាប៉ុណ្្នឹងទៅអូខេហើយបងប្អូនយកម៉ៅមកឈរនៅនេះកន្លែង smart object ហ្នឹងណាចុចកន្លែងហ្នឹងមួយមកហើយបងប្អូនចូលទៅimage adjustment ហើយយកពាក្យថា invert ណាឬក៏ shortcut control អក្សរ I ណាបានដូចគ្នាអូខេបន្ទាប់មកបងប្អូនយកម៉ៅឈរទៅលើ smart object ហ្នឹងមករួចហើយបងប្អូនចូលទៅកន្លែង brush ណា brush tool នេះខាងលើគេណាហើយបងប្អូនអានេះមេរៀនមុនប្រាប់អីក៏ដើម្បី brief room brush ហ្នឹងគឺចុចគ្នាបិទណាគ្នាបើកនេះប៉ុណ្្នឹងទៅហើយកន្លែងនេះចំនួន capacity ចំនួន capacity និងចំនួន flow ណាបងប្អូនអាចដាក់វា50-60% ទៅអត់អីទេប៉ុណ្ណាក៏បានដែរនេះហើយកន្លែងនេះបងប្អូននេះបងប្អូនត្រូវយកមួយនេះណានេះឲ្យវារៀងប្រាស់រៀងស្មៅរៀង blur ណាយកមួយទៅអានេះទំហំប្រាស់បងប្អូនអាចម៉ៅស្ដាំឲ្យទាញ brief room តាមនេះក៏បានណាឬក៏ប្រើគ្នាបិទគ្នាបើកទៅក៏បានដែរណាអញ្ចឹងស្រួលនេះឥឡូវមកថាខ្ញុំយកប៉ុណ្ណឹងធំទេយកមកផាត់លើមុខមកណាបងប្អូនណាគូតិចមកអូខេយើងយកមកផាត់បងប្អូនណាបើសិនជាចេញអត់សូវខ្លាំងបងប្អូនតែប៉ុណ្្នឹងបានណាកុំឲ្យចេញដិតខ្លាំងពេកនេះអញ្ចឹងបងប្អូនយល់នេះអាកន្លែង capacity និង flow គឺវាចេញបែបហ្នឹងកុំឲ្យវាចេញខ្លាំងពេកណាវាចេញតិចនេះភាគរយវាអូខេហើយបងប្អូនគាត់ឲ្យយកគូផាត់នៅលើមុខមកបាននេះចេញចេះផាត់តិចបាននេះហើយមេរៀនក្រោយទៀតខ្ញុំបង្ហាញបងប្អូនទៀតតើការធ្វើក្រែមពណ៌បបេមាត់ណាឥឡូវនេះគាត់របៀបផាត់ឬក៏លុបស្នាមមុននៅលើមុខទៅអញ្ចឹងបងប្អូនមិនបាច់ផាត់ច្រើនទេគាត់ថាប៉ុណ្្នឹងទៅបានដែរអានេះយើងប្រើតិចនិចបច្ចេកទេសក្នុងការធ្វើរូបណាដោយសារសម័យឥឡូវបច្ចេកវិទ្យាទំនើបគេប្រើតែ AI ទេតែ AI ពេលដែលយើងgenerate ទៅវាខុសវាខុសត្រង់ត្រីរូបដើមឆ្ងាយអញ្ចឹងអានេះយើងធ្វើតាមតិចនិចបច្ចេកទេសរបស់យើងអូខេអញ្ចឹងគាត់ថាប៉ុណ្្នឹងបានអញ្ចឹងបងប្អូន combine រូបចូលគ្នាទាំងអស់មកដើម្បី combine រូបបងប្អូនចូលទៅ layer ហើយយកពាក្យថានេះ flatten image ណាអាហ្នឹងបានវាមើក layer ចូលគ្នាច្បាច់ទៅជា layer តែមួយអូខេអញ្ចឹងបងប្អូនចុចAlt Control C ហើយអក្សរ L នេះ auto label ហើយបងប្អូនទៅបើកអារូបចាស់មកដើម្បីផ្ទៀងទាត់ណារូបដើមអូខេបិទដល់ស្មើបងមិនចូលទៅរូបដើមណាទេអានេះមួយណាខ្ញុំដូចមេរៀនខ្ញុំបញ្ជាក់ឲ្យមុនគឺដើម្បីប្រូមនេះចុច Alt ហើយចុច Control ឲ្យជាប់ Alt Control ចុចលេខដកបងណា Alt Control ចុចលេខដកអញ្ចឹងយើងប្រៀបធៀបរូបពីរហ្នឹងគឺបែបហ្នឹងអូនេះឃើញខុសគ្នាទេអានេះរូបដើមអានេះរូបដែលយើងកែបាញ់មិញអញ្ចឹងយើងអាចថែមថយបលឿនតិចមកបានបងចូលចុច F7 មកដើម្បីចេញលេខយកexposure បន្តិចបាននេះបងថែមបលឿនបន្តិចទៅបាននេះគាត់ថាប៉ុណ្ណឹងណាអញ្ចឹងបិទខ្វាយមកគេអញ្ចឹងរូបពីរហ្នឹងឃើញវាខុសគ្នាទេអញ្ចឹងរូបនេះរូបដើម original រូបនេះដែលយើងកែបាញ់មិញណាគឺតិចនិចបច្ចេកទេសក្នុងការកែរូបគឺមានប៉ុណ្ណឹងបងណាអញ្ចឹងបងប្អូនអាចមើលគាត់ថាបងប្អូនអាចមើលបានមើលយល់ហើយរៀនធ្វើទៅអនុវត្តពី3រូបទៅចេះហើយហ្នឹងហើយអញ្ចឹងមេរៀនមានប៉ុណ្ណឹងបងប្អូនអរគុណបាទជំរាបលា